ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអតិថិជនរបស់ហាងនំមេដាក៏ដូចជាផេកចម្រើនផលបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីការធ្វើភីហ្សាងាយនៅផ្ទះចឹងបងប្អូនហើយគ្រឿងផ្សំក៏អត់មានច្រើនដែរបងប្អូនគ្រាន់តែមានសំបកភីហ្សាក៏ដូចជា cheese ក៏ដូចជាបងប្អូនចង់ទិញទឹកសុសពីខាងបងប្អូនក៏បានឬក៏បងប្អូនប្រើជាមួយនឹង mayonnaise ជាមួយទឹកប៉េងប៉ោះទឹកសុសនៅចានហ្នឹងគឺខ្ញុំលាយ mayonnaise ជាមួយទឹកប៉េងប៉ោះចឹងណាបងសម្រាប់សាច់គឺខ្ញុំដាក់តែប៉ាតេទេហើយនឹង cheese បងប្អូនអាចទិញគ្រឿងពីខ្ញុំទៅយកទៅធ្វើញ៉ាំនៅផ្ទះបានបងប្អូនអានេះនិយាយថាជាងដុតញ៉ាំនៅខ្លួនឯងចឹងអញញ៉ៃតិចទេបងប្អូនរបៀបធ្វើបងប្អូនឃើញរូបភាពរបស់ខ្ញុំហ្នឹងឯងគឺខ្ញុំមានតែសំបកពិសាមួយខ្ញុំលាបជាមួយនឹងទឹកសោះហើយខ្ញុំមានប៉ាតេនិងឈីសបងប្អូនចូលចិត្តឈីសច្រើនអាចដាក់ឲ្យច្រើនតិចទៅឆ្ងាញ់ចឹងបងប្អូនហើយគ្រឿងផ្សំទាំងអស់ហ្នឹងបងប្អូនអាចរកទិញបាននៅក្នុង page ចម្រើនផលក៏បាន page នំមេដាក៏បាន page នំមេដាមាន2បងប្អូននៅខាងសាខាជុកមាស1នៅខាងសាខាចកាដង1បងប្អូនហើយតើតងជាមួយនឹងឥឡូវហ្នឹងយើងកំពុងតែមាន promotion ទេបងប្អូនសម្បកពិសាយើងមាន promotion ទាំងតូចទាំងធំហើយ promotion ហ្នឹងអត់ច្រើនថ្ងៃបងទិញអត់តាន់ខាតបងស្ដាយចឹងណាបងអូខ្ញុំ voice over បដាខ្ញុំមានខ្ញុំឃ្លានបដាបងពេលដុតឆ្អិនណាឆ្ងាញ់មែនតើបងឆ្ងាញ់ខ្លាំងមែនតើហើយរបៀបដុតហ្នឹងខ្ញុំដុតចន្លោះពី15នាទីទៅ20នាទីបងធ្វើការកំងអាចឆាតជួប page ឥឡូវនឹងបានបងបាយបាយ